បាទសូមជម្រាបសួរអ្នកបងប្អូនទាំងអស់គ្នាដោយសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទនៅថ្ងៃនេះយើងមានមេរៀនមួយទៀតគឺ busy thankful គឺមានន័យថាពោពេញទៅដោយការអរព្រះគុណពោពេញទៅដោយការអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទដល់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរកូឡូសជំពូកទី3ខ12រហូតដល់ខ17ឥឡូវយើងមើលនៅក្នុងខទី12ដូច្នេះចូលប្រដាប់កាយដោយចិត្តក្ដួលអាណិតសប្បុរសសុភាពសំឡូតនិងចិត្តអត់ធ្មត់ទុកដូចជាពួកអ្នករើសតាំងដែលបរិសុទ្ធហើយស្ងួនភ្ញាដល់ព្រះចុះអរអ្នកបងប្អូនហើយយើងមើលកន្លែងនេះចូលប្រដាប់កាយដោយចិត្តក្ដួលអាណិតសប្បុរសឲ្យចិត្តសុភាពចិត្តសំឡូតចិត្តអត់ធ្មត់ទុកដូចជាពួកអ្នករើសតាំងអរបងប្អូននៅពេលដែលយើងមើលនៅក្នុងសង្គម Facebook ពេលដែលខ្ញុំមើលសង្គម Facebook ខ្ញុំតាមដាន Christian អរគុណព្រះដែលពផងគាត់មានចិត្តសប្បុរសគាត់តែងតែជួយមនុស្សផ្សេង Praise God for that អរគុណព្រះខ្លាំងមែនដែលគាត់មានចិត្តសប្បុរសជួយបង្កើតកម្មវិធីទិញមីទិញអង្ករចែកកាដូជាពិសេសខែ12យើងមើល Christian នៅជុំវិញពិភពលោកគឺតែងតែមានកម្មវិធីហើយតែងតែធ្វើតែងតែចែកកាដូទៅកាន់មនុស្សទោះបីអ្នកនោះមិនមែនជាអ្នកដែលជឿព្រះក៏ដោយចែកកាដូចិត្តសប្បុរសចិត្តសុភាពសំឡូតនិងចិត្តអត់ធ្មត់ហើយចិត្តអត់ធ្មត់អរគុណព្រះមែនទេព្រះចង់ឲ្យយើងអត់ធ្មត់យើងនឹងថាក្នុងនាមយើងជាកូនរបស់ព្រះអ្នកដែលអត់ជឿព្រះគឺមិនពេញចិត្តមិនចូលចិត្តយើងទេគេថាយើងជួនកាលគេនិយាយថាយើងជាអ្នកដែលក្បត់សាសនាជាអ្នកដែលក្បត់សាសនាជាអ្នកដែលមិនគោរពប្រពៃណីផ្សេងៗជាច្រើនតែព្រះឲ្យយើងអត់ធ្មត់ព្រះឲ្យយើងអត់ធ្មត់យើងអត់តតាំងជាមួយគេទេតែយើងត្រូវការបកស្រាយនិងការបញ្យល់ពីគេមូលហេតុអីបានយើងជឿលើព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះយើងត្រូវការបញ្យល់គេប៉ុន្តែយើងមិនអាចទៅតតាំងច្បាំងជាមួយគេទេណាបើគេនៅតែបន្តតតាំងជាមួយយើងអត់ធ្មត់ហើយជម្រាបលាអូខេបាទទុកដូចជាពួកអ្នកដែលរើសតាំងយើងអរគុណព្រះដែលព្រះបានរើសតាំងយើងធ្វើជាគ្រូពង្វាលជាបេសកជនជាទូតរបស់ព្រះគ្រីស្ទជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំជាគ្រូបង្រៀនសាលាថ្ងៃអាទិត្យជាអ្នកដឹកនាំក្រុម choir ឬហាត់ចម្រៀងក្រុមជាអ្នកដឹកនាំកម្មវិធីផ្សេងៗជាច្រើនរើសតាំងព្រះរើសតាំងដែលបរិសុទ្ធហើយស្ងួនភ្ញាដល់ព្រះចុះអរគុណទ្រង់ខ13ហើយទ្រាំទ្រគ្នាទាំងអត់ទោសទៅវិញទៅមកទ្រាំទ្រជាមួយគ្នាទោះបីយើងជាគ្រីស្ទៀនក៏ដោយបាទយើងជាកូនរបស់ព្រះមានពេលវេលាជាច្រើនមានពេលវេលាជាច្រើនដែលពេលខ្លះមានការអអន់ចិត្តជាមួយនឹងគ្នាជាច្រើនប៉ុន្តែព្រះឲ្យយើងអត់ទ្រាំទ្រាំទ្រគ្នាគាំទ្រការពារគ្នានៅតែការពារគ្នានៅតែស្រឡាញ់គ្នាมันអាចច្បាំងគ្នាទេបាទពីព្រោះបើយើងកូនព្រះយើងមានព្រះវិញ្ញាណនៅក្នុងដួងចិត្តរបស់យើងតែពេលដែលយើងជួបគ្នាអត់សុខស្រួលទេត្រូវការផ្សះផ្សាគ្នាដើម្បីយើងអាចញញឹមគ្នាញញឹមបានអូខេបាទទ្រាំទ្រគ្នាទាំងអត់ទោសបាទអត់ទោសអស់ទៅវិញទៅមកណាគេអត់ទោសឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យមានភាពញញឹមបើអ្នកណាមានហេតុទាស់នឹងអ្នកនោះចូលអត់ទោសឲ្យគេចុះដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរបាទយើងមិនជាមនុស្សដែលសុចរិត100%ទេមានពេលវេលាជាច្រើនខាងសាច់ឈាមរបស់យើងបាទខ្ញុំចង់និយាយខាងសាច់ឈាមបាទយើងមិនអាចត្រឹមត្រូវរហូតទេជួនកាលពាក្យសម្ដីរបស់យើងពេលខ្លះពេលដែលយើងចែកចាយព្រះបន្ទូលរបស់ព្រះជួនកាលពេលដែលយើងនិយាយប៉ះពាល់អារម្មណ៍សមាជិកក្រុមជំនុំពួកគេឈឺយើងអចេតនាបាទតែសំខាន់បំផុតគឺយើងត្រូវតែយ៉ាងម៉េចជាការប្រាប់គេ
បញ្យល់គេអប់រំគេបើគេទាស់ចិត្តអន់ចិត្តយើងធ្វើការទៅជួបគេបញ្យល់គេហើយបើគេនៅអោនចិត្តយើងសុំទោសគេហើយគេយើងសុំទោសគេដើម្បីឲ្យផ្សះផ្សាដើម្បីអាចនឹងបន្តអឺដំណើរជាមួយគ្នាទៀតយើងអាច friendly រស់រារាក់ទាក់ទៅកាន់ពូផងគេបន្តទៅទៀតដើម្បីឲ្យយើងអាចធ្វើដំណើរយើងអាចផ្សាយដំណឹងល្អទៅកាន់ពូផងគាត់តែបើគឺពូផងគេនៅតែធ្វើខុសពីយើងនឹងអត់ទោសគេបាទយើងនៅតែអត់ទោសគេយើងមិនអាចប្រកាន់ខឹងរហូតទេបាទយើងចូលអត់ទោសឲ្យគេចប់ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាពេលខ្លះយើងពិបាកអត់ទោសឲ្យស្ត្រូវយើងណាបាទយើងពិបាកអត់ទោសឲ្យអ្នកដែលបៀតបៀនយើងទៅឯងបាទតែព្រះបានប្រាប់ថាឲ្យយើងអត់ទោសដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរអញ្ចឹងយើងរៀនរងាប់ការខឹងរបស់យើងរៀនរងាប់ការដែលយើងបៀតបៀនអ្នកដទៃបើសិនជាគេបៀតបៀនយើងព្យាយាមខ្ញុំមិនតទល់ខ្ញុំនឹងអត់ទោសឲ្យគេខ្ញុំនឹងអត់ទោសឲ្យគេបាទយើងព្យាយាមដោយសារព្រះវិញ្ញាណបរិសុទ្ធជាអ្នកដែលជួយយើងមិនអាចធ្វើបានទេខាងសច្ចារបស់យើងគឺពិបាកក្នុងការធ្វើតែពឹងពាក់លើព្រះវិញ្ញាណរបស់ព្រះជាអ្នកដែលគ្រប់គ្រងដួងចិត្តរបស់យើងអាចធ្វើបានហើយក្នុងខទី14ចូលបន្ថែមសេចក្តីស្រឡាញ់ថែមទៀតបន្ថែមសេចក្តីស្រឡាញ់ថែមទៀត wow so good ចូលបន្ថែមសេចក្តីស្រឡាញ់ថែមទៀតជាចំណងនៃសេចក្តីគ្រប់លក្ខយើងនឹងថាសេចក្តីស្រឡាញ់គឺសំខាន់លេខ1ហ្មងព្រះស្រឡាញ់យើងខ្លាំងបានជាទ្រង់យាងពីនគរឋានសួគ៌ជាន់ទី3មកផែនដីប្រសូតនៅក្រោមសត្វបន្ទាបខ្លួនរបស់ទ្រង់ស្រឡាញ់មនុស្សសុចរិតដែរណោះបើមនុស្សនៅលើលោកីនេះគេថាគេជាមនុស្សដែលសុចរិតមនុស្សដែលល្អទ្រង់មិនយាងមកទេតែទ្រង់ដឹងថាមនុស្សនៅលើផែនដីនេះជាមនុស្សដែលមានបាបអញ្ចឹងហើយបានជាទ្រង់យាងមកដើម្បីសង្គ្រោះអ្នកដែលមានបាបដូចជាយើងអ្នកដែលដើរចេញពីព្រះដូចយើងហើយទ្រង់បានជ្រើសរើសយើងដោយសារយើងស្ម័គ្រចិត្តបើកចិត្តទទួលព្រះជាម្ចាស់ជាព្រះសង្គ្រោះបន្ថែមសេចក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកយើងត្រូវការបន្ថែមសេចក្តីស្រឡាញ់ទៅកាន់សមាជិកនៃក្រុមជំនុំរបស់យើងត្រូវការបន្ថែមសេចក្តីស្រឡាញ់របស់យើងទៅកាន់គ្រួសាររបស់យើងត្រូវការបន្ថែមសេចក្តីស្រឡាញ់ទៅកាន់មនុស្សនៅជុំវិញរបស់យើងបន្ថែមសេចក្តីស្រឡាញ់ទៅអ្នកដទៃខទី15ចូលឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្តដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯងឲ្យមានរូបកាយតែមួយហើយត្រូវដឹងគុណផងបាទចូលឲ្យសេចក្តីមេត្រីជាភាសាអង់គ្លេស let the peace of God rule in your hearts wow យើងអនុញ្ញាតឲ្យមេត្រីភាពរបស់ព្រះជាម្ចាស់ឲ្យសន្តិភាពរបស់ព្រះជាម្ចាស់បានគ្រប់គ្រងក្នុងដួងចិត្តរបស់យើងត្រូវការមេត្រីភាពរបស់ព្រះជាម្ចាស់យើងត្រូវការសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងដល់យើងហើយឃ្លាមួយទៀតគេថា be ye thankful ត្រូវតែដឹងគុណពោលពេញទៅដោយការដឹងគុណទៅកាន់ព្រះជាម្ចាស់ខ16ចូលឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទបាទព្រះបន្ទូលចូលឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទបានសន្ធិដ្ឋនៅក្នុងអ្នករាល់គ្នាជាបរិបូរណ៍ដោយប្រាជ្ញាគ្រប់យ៉ាងទាំងបង្រៀនហើយទូមានគ្នាដោយនៅទំនុកទំកើងទំនុកបរិសុទ្ធនិងចម្រៀងខាងវិញ្ញាណទាំងជាងក្នុងចិត្តថ្វាយព្រះដោយព្រះគុណអាមែន
ត្រូវការឲ្យព្រះបន្ទូលរបស់ព្រះជាអ្នកដែលគ្រប់គ្រងយើងគ្រប់គ្រងបានយ៉ាងម៉េចលុះត្រាតែយើងចំណាយពេលវេលារបស់យើងអានព្រះបន្ទូលរបស់ទ្រង់ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះបានសន្ធឹកនៅយើងគ្រប់គ្នាព្រះបន្ទូលរបស់ព្រះអង្គនឹងទូមានយើងនឹងដាស់តឿនយើងហើយយើងអាចនឹងច្រៀងសរសើរដំកើងព្រះបទដែលយើងសរសើរដំកើងទ្រង់មិនមែនបទ DJ ទេមិនមែនបទអីគេយោទេ no មិន Michael Jackson ទេជាបទចម្រៀងខាងព្រលឹងវិញ្ញាណជាបទចម្រៀងដែលយើងអាចនិយាយអរគុណព្រះជាម្ចាស់ចម្រៀងខាងវិញ្ញាណមិនមែនស្គរទុបនោះចំពោះក្រុមជំនុំខ្ញុំគឺខ្ញុំមិនអនុញ្ញាតឲ្យមានស្គរទេពីព្រោះស្គរដាក់ទៅស្ទើរតែទ្រាទ្រូងពេលដែលមានស្គរគឺបទចម្រៀងដែលស្ដាប់គឺខ្ញុំដឹងថាអត់មានការថ្វាយបង្គំអត់មានថ្វាយសេរីរុងរឿងដល់ព្រះសោះនៅពេលដែលមានស្គរពីព្រោះសម្លេងស្គរគឺសម្លេងមួយវាខ្លាំងវាបុកខ្លាំងដែលធ្វើឲ្យយើងមិនយល់ពីអត្ថន័យនៃបទចម្រៀងដែលយើងសរសើរដំកើងព្រះភ្លេងអត់សរសើរដំកើងព្រះកើតទេគឺពាក្យសម្ដីពាក្យនិយាយពាក្យដែលយើងច្រៀងនៅក្នុងបទចម្រៀងនោះជាពាក្យដែលយើងសរសើរដំកើងព្រះយើងមិនអាចប្រើភ្លេងទេបើប្រើភ្លេងប្រើស្គរទុំតាំងគ្រាន់តែពេលដែលយើងប្រើព្យ៉ាណូប្រើហ្គីតាវាអមទៅនឹងបទចម្រៀងល្អអាហ្នឹងគឺល្អប៉ុន្តែបទស្គរគឺវាបុកខ្លាំងរហូតដល់អ្នកដែលច្រៀងសរសើរដំកើងព្រះជួនកាលមិនមែនសរសើរដំកើងព្រះទេតែសម្រាប់កំសាន្តចិត្តអ្នកដែលមកចូលរួមកម្មវិធីឬក៏ថ្វាយបង្គំព្រះទៅវិញបើយើងមិនអាចថ្វាយបង្គំព្រះផ្គាប់ទៅកាន់អ្នកដែលចូលរួមថ្វាយបង្គំព្រះទេ no យើងសរសើរដំកើងព្រះគឺយើងមិនអាចផ្គាប់មនុស្សទេតែយើងផ្គាប់ទៅកាន់ព្រះជាម្ចាស់សរសើរទ្រង់រួមគ្នាលើកទឹកចិត្តសូមសមាជិកក្រុមជំនុំទាំងអស់នេះឲ្យស្មោះត្រង់ចំពោះការរៀបថ្វាយបង្គំព្រះបាទពីព្រោះសពថ្ងៃនេះតាមក្រុមជំនុំជាច្រើនខ្ញុំតែងតែឃើញមិនថានៅស្តុកខ្មែរយើងនៅបរទេសទេក្រុមជំនុំជួនកាលគេ design គេតុបតែងនឹងមកដាក់ភ្លើងពណ៌ផ្សេងជាច្រើនវាដូចជានៅក្នុងក្លឹបនៅក្នុង KTV នៅកន្លែងគេច្រៀងខារ៉ាអូខេវាទៅជាអញ្ចឹងអស់តែដាក់ភ្លើងពណ៌ញាក់ព្រឹកតែថ្វាយសេរីរុងរឿងទៅកាន់ព្រះនោះមានន័យថាក្រុមជំនុំកំពុងតែកុបពីឬក៏ចម្លងពីលោកីទៅវិញនេះគឺជាបញ្ហាអ្នកបងប្អូននៅក្នុងព្រះគម្ពីរទោះបីមនុស្ស2ឬក៏3នាក់ជួបជុំគ្នាថ្វាយបង្គំព្រះឲ្យអំពីចិត្តទ្រង់គឺនៅជាមួយពួកយើងសំខាន់ណាស់យើងត្រូវប្រយ័ត្នប្រយែងបទចម្រៀងនៅពេលដែលយើងយកមកច្រៀងដំកើងព្រះជួនកាលមិនដំកើងព្រះទេតែដំកើងមនុស្សដែលចូលរួមទៅវិញអញ្ចឹងយើងត្រូវប្រយ័ត្នការប្រើប្រាស់ឧបករណ៍ព្យ៉ាណូអូខេបើព្យ៉ាណូបើយើងគិតព្យ៉ាណូគឺល្អហ្គីតាក៏អូខេដែរតែបើថាធុងបាសនេះមួយស្គរនេះមួយគឺជាបញ្ហាសំឡេងវាបុករហូតដល់អ្នកដែលថ្វាយបង្គំព្រះលេងថ្វាយបង្គំព្រះស្ដាប់សំឡេងបុកធុងបាសនឹងតែអត់ស្គរនឹងយកតែម្ដងឥឡូវយើងមើលនៅក្នុងខចុងក្រោយខ17ហើយក្នុងគ្រប់ទាំងអស់ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើដោយពាក្យសម្ដីឬកាយវិការកិរិយាក៏ដោយចូលធ្វើទាំងអស់ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាដោយសារទ្រង់ផងហើយក្នុងគ្រប់ការទាំងអស់ and whatsoever ye do in word or deed do all in the name of the Lord Jesus giving thanks to God and the Father by him គ្រប់ការទាំងអស់ដែលយើងធ្វើពាក្យសម្ដីកិរិយារបស់យើងចូលធ្វើទាំងអស់ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ
ទាំងពីអព្រះគុណទ្រង់តើអ្នកបងប្អូនអរគុណព្រះទេក្នុងនាមយើងជាកូនរបស់ព្រះយើងអរគុណព្រះមែនទេសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំអរគុណព្រះមែនទេនៅពេលដែលខ្ញុំដេកហើយខ្ញុំគិតអំពីការដែលទ្រង់បានយើងពីនគរឋានសួគ៌មកហើយទ្រង់សគត់លើជើងឆ្កាងទ្រង់បង្ហូរព្រះលិខិតដោយសារតែបាបរបស់ខ្ញុំផ្ទាល់ពេលខ្ញុំគិតឃើញពីការហ្នឹងវ៉ាវសេចក្តីស្រឡាញ់របស់ព្រះគឺធំធេងមែនទេមិនអាចកាត់ថ្លៃបានខ្ញុំជាមនុស្សដែលមានបាបទ្រង់យើងពីនគរឋានសួគ៌មកដើម្បីនឹងសង្គ្រោះខ្ញុំផ្ទាល់មិនឲ្យខ្ញុំធ្លាក់ទៅក្នុងបឹងភ្លើងយើងនឹងថាព្រះគម្ពីរវិវរណៈ20:15បើអ្នកណាគ្មានឈ្មោះកត់ក្នុងបញ្ជីជីវិតទេអ្នកនោះត្រូវបោះចូលក្នុងបឹងភ្លើងបើអ្នកណាដែលគ្មានឈ្មោះកត់ក្នុងបញ្ជីជីវិតអ្នកនោះបោះចូលក្នុងបឹងភ្លើងអស់អ្នកបងប្អូនបានសង្គ្រោះខ្ញុំបានសង្គ្រោះពីអព្រះគុណគឺនឹងលេចចេញមកដែលយើងអរគុណព្រះដែលទ្រង់បានសង្គ្រោះយើងមិនយើងអរគុណព្រះដោយសារយើងមានលុយទេយើងមិនអរគុណព្រះដោយសារតែយើងមានឡានយើងអរគុណព្រះដែលយើងមានសមាជិកក្រុមជំនុំច្រើនអានឹងជាបន្ទាប់បន្សំទេតែអ្វីដែលយើងអរគុណព្រះគឺអរគុណទ្រង់ដែលទ្រង់បានសង្គ្រោះយើងនេះគឺសំខាន់ជាងគេសំខាន់ជាងអ្វីៗទាំងអស់សំខាន់ជាងអ្វីៗទាំងអស់អរគុណព្រះសម្រាប់ដែលទ្រង់បានសង្គ្រោះយើងអរគុណព្រះដែលទ្រង់បានលះបង់នគរឋានសួគ៌មកលើផែនដីនេះប្រសូតលើផែនដីនេះហើយទ្រង់បានត្រូវគេវាយគេដំគេធាក់គេជេរប្រមាថគ្រប់បែបយ៉ាងដោយសារតែខ្ញុំហើយនឹងអស់អ្នកបងប្អូនពីអរគុណទ្រង់គឺអត់ចេះចប់ហើយបន្តមកទៀតយើងអរគុណព្រះដែលព្រះបានប្រទានពរយើងមានអាហារញ៉ាំអរគុណព្រះយើងមានខ្យល់ដកដង្ហើមអរគុណព្រះសម្រាប់យើងមានរបស់នេះមានរបស់នោះហ្នឹងយើងអានឹងបន្តផ្សំតែអ្វីដែលអរពោពេញដោយការអរគុណដ៏ធំធេងបំផុតគឺឈ្មោះរបស់យើងបានកត់ត្រានៅក្នុងបញ្ជីជីវិតរបស់ព្រះជាម្ចាស់